ឃាតករដែលកាប់ស្លាប់ឪពុកក្មេងខ្លួនឯងខ្ញុំទើបតែឃើញរូបភាពតាមពិតអាមួយហ្នឹងខ្ញុំផ្សាយម្ដងតែបាទខ្ញុំផ្សាយកាលពីថ្ងៃទី24ខែធ្នូ2024បាទចុងឆ្នាំ2024ខ្ញុំផ្សាយមួយករណីគឺអាមួយហ្នឹងហើយដែលទៅលួចទូរស័ព្ទពីកន្លែងលក់ទូរស័ព្ទមួយកន្លែងកាលហ្នឹងយកទូរស័ព្ទរបស់វាយកទៅលក់ឲ្យគេហើយវាសុំមើលទូរស័ព្ទថ្មីរបស់គេមួយគ្រឿង iPhone 12មក iPhone 12រួចហើយបន្លំយកទៅបាត់ខ្ញុំផ្សាយមួយសារដូចជាបាន 500k ដែរកាលនោះនេះបាទហ្នឹងគឺជារូបភាពបរោះម្នាក់បាទដែលជាឃាតករកាប់ស្លាប់ឪពុកខ្លួនឯងរួចរត់គេចខ្លួនបាត់ខ្ញុំផ្សាយកាលនោះវាលួចទូរស័ព្ទរបស់គេទៅមួយសារឥឡូវមកកាប់ស្លាប់ឪពុកក្មេងខ្លួនឯងទៀតគិតថានេះខូខើសាហាវណាបាទចិត្តខូខើយងខ្នងមែនទែនណាហើយមើលទៅដូចក្មេងដែរទៀតប៉ុន្តែហេតុអីចិត្តសាហាវមែនខ្ញុំអត់យល់បាទ account វាឈ្មោះណាងខ្ញុំដាក់ឲ្យបងប្អូនបានឃើញ account Facebook របស់វាណាវាយកទូរស័ព្ទរបស់វាយកទៅលក់បាទយកទៅលក់កន្លែងគេហើយវាលួចទូរស័ព្ទរបស់គេទៅចៃដន្យអីវាបន្សល់ទុកស្លាកស្នាមផុសតាងតម្រុយរបស់វាណាមានទាំងរូបមានតែ account Facebook ផ្ទាល់ខ្លួនរបស់វាទៀតបាទចៃដន្យអីម្ចាស់ហាងគេយក account ផ្ទាល់ខ្លួនរបស់វាហ្នឹងយកទៅ share ថាវាលួចទូរស័ព្ទរបស់គេបាត់មួយសារទៅមិនដឹងអត់ដឹងដំណឹងថាវាទៅដល់ណាស្រាប់តែឥឡូវលេចឮព័ត៌មានថាអាហ្នឹងវាទៅកាប់ស្លាប់ឪពុកក្មេងខ្លួនឯងបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅលើរឹងបាទឪពុកក្មេងណាសាហាវណាបងប្អូនណាអាណិតឪពុកក្មេងនោះទៀតណាហើយព័ត៌មានបឋមដែលទទួលបានដូចជាឆ្លោះគ្នាជាមួយប្រពន្ធសោះហ្នឹងហេតុអីបានទៅកាប់ស្លាប់ឪពុកក្មេងវិញបាទករណីឃាតកម្មបរិសម្នាក់មិនដឹងថាមានទំនាស់អ្វីជាមួយប្រពន្ធបែរជាស្ទុះយកកំបិតរួចដើរសម្ដៅទៅរកឪពុកក្មេងដែលកំពុងដេកលើអន្រឹងហើយបានធ្វើសកម្មភាពកាប់ទៅលើឪពុកក្មេងរបស់ខ្លួនជាច្រើនកំបិតបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកាត់ហេតុរួចរត់គេចខ្លួនបាត់ស្រមោលតែម្ដងកើតហេតុនៃករណីកាប់ស្លាប់នេះគឺនៅថ្ងៃទី29ខែមេសា2025យ៉ាងនេះដែលកើតហេតុនៅភូមិកណ្ដាលសង្កាត់ប្រាសាទក្រុងបាវិតបាទក្រុងបាវិតនៅខេត្តនៅក្រុងបាវិតបងប្អូនហើយស្រុកកំណើតវាដូចជានៅបាភ្នំបាទព្រៃវែងបាទបាភ្នំព្រៃវែងអានេះខូខើយងខ្នងណាស់ខ្ញុំទើបតែឃើញរូបភាពរបស់វាខ្ញុំថាអូអានេះខ្ញុំផ្សាយមួយសារកាលពីថ្ងៃទី24ខែធ្នូ2024នោះវាបានលួចទូរស័ព្ទគេមួយសារហើយបាទខ្ញុំផ្សាយដូចជាបានដូចជា 500k បងប្អូនយើងបាទមានអ្នកជួយ share ច្រើនដើម្បីស្វែងរកវាហើយរហូតវាមិនទាន់ឃើញម្ដងស្រែកជាមួយគេផងឥឡូវវាទៅកាត់ស្លាប់ឪពុកក្មេងរបស់វារួចគេចខ្លួនបាត់សមោលបាត់ទៀតបាទទីតាំងនៅក្រុងបាវិតបាទជាប់ទល់ដែនវៀតណាមរត់ទៅវៀតណាមបាត់អីទៅបាត់បាទអញ្ចឹងមានតែបងប្អូនជួយ share ផងនេះរូបអាឃាតករដែលកាត់ស្លាប់ឪពុកក្មេងខ្លួនឯងជួយ share ផងបងប្អូនឲ្យសមត្ថកិច្ចលោកជួយធ្វើការស្វះស្វែងរកបន្ថែមក៏ដូចជាបងប្អូនណាដែលបានឃើញសូមជួយរាយការណ៍ទៅសមត្ថកិច្ចផងអានេះចិត្តឆៅណាស់អានេះឃាតករស្លាប់ឪពុកក្មេងខ្លួនឯងបាទស្លាប់មនុស្សអញ្ចឹងវាសាហាវណាស់អានេះលួចទូរស័ព្ទគេឲ្យស្លាប់មនុស្សទៀតបាទអូពិតតែនេះសាហាវណាបងប្អូនយើង account Facebook វាឈ្មោះណាងបាទឈ្មោះណាងឥឡូវជួយ share ផងបងប្អូនយើងបាទ share ផងបាទមុខឃាតករដែលកាប់ស្លាប់ឪពុកក្មេងខ្លួនឯងរួចរត់គេចខ្លួនបាត់ស្រមោលកាលពីថ្ងៃទី29ខែមេសា2025នេះថ្មីយ៉ាងនេះបងប្អូនបាទថ្មីយ៉ាងនេះអញ្ចឹងបងប្អូនយើងដែលទស្សនាវីដេអូនេះសូមធ្វើការជួយ share ម្នាក់មួយផងបាទ share ម្នាក់មួយផងហើយខ្ញុំនឹងដាក់ link កាលពីខ្ញុំធ្វើការផ្សាយកាលពីប្រហែលថ្ងៃមុននៅក្នុង caption បាទនៅក្នុង caption ខ្ញុំដាក់ link ការផ្សាយរបស់ខ្ញុំកាលពីថ្ងៃទី24 2000កាលពីថ្ងៃទី24ខែធ្នូឆ្នាំ2025អធិស្ឋាន2024ដែលការនោះវាលួចទូរស័ព្ទគេមិនសារហើយបាទខ្ញុំដាក់ link ជូនបងប្អូនយើងហើយឥឡូវវាលួចវាទៅកាប់ស្លាប់ឪពុកក្មេងខ្លួនឯងទៀតពិតជាសាហាវណាស់ហើយមើលមុខទឹកក្មេងទេបងប្អូនហើយបាទមើលមុខទឹកក្មេងដែរទេបាទអញ្ចឹងអរគុណបងប្អូនយើងដែលកំពុងទស្សនាវីដេអូនេះណាជួយ share ម្នាក់មួយផងអរគុណជំរាបលាខ្ញុំបាទពុទ្ធដា